ស្វាគមន៍មកកាន់ Channel ចង្ក្រានម្ដងទៀតថ្ងៃនេះសូមណែនាំមួនរំលីងក្រូចឆ្មាទឹកឃ្មុំគ្រឿងផ្សំចម្បងមានដូចជាផ្លៅមាន់ខ្ទឹមក្រហមធំក្រូចឆ្មាលឿងជីវ៉ាន់ស៊ុយខ្ទឹមសហើយមួយទៀតគឺទឹកឃ្មុំដែលយើងខ្វះមិនបាននោះហើយជាដំបូងឡើយយើងយកកន្ត្រៃហ្វីលេយកឆ្អឹងផ្លៅមាន់ចេញដោយយើងងាយស្រួលក្នុងការចម្អិននៅពេលដែលយើងយកទៅចៀនអូខេបន្ទាប់ពីយើងហ្វីលេយកឆ្អឹងមាន់ចេញហើយឥឡូវយើងធ្វើការប្រឡាក់ដោយដាក់ទឹកស៊ីអ៊ីវ1ស្លាបព្រាបាយបន្ទាប់មកទៀតយើងធ្វើការដាក់ទឹកប្រេងខ្យងចំនួន1ស្លាបព្រាបាយបន្ទាប់មកយើងចាក់ទឹកស៊ីអ៊ីវខាប់ចូលកន្លះស្លាបព្រាបាយប្រេងល្ង1ស្លាបព្រាកាហ្វេបន្ទាប់មកទៀតយើងធ្វើការរោយម្រេចបន្តិចដើម្បីឲ្យវាមានជាតិឈ្ងុយម្រេចនិងកាត់ក្លិនឆ្អាបរបស់មាន់ក្រោយមកទៀតមកយើងចាក់ម្សៅឆាបន្តិចឬអ្នកទាំងអស់គ្នាអាចដាក់ cornstarch ក៏បានដែរម្សៅពោតក៏បានដែរដើម្បីឲ្យសាច់មាន់របស់យើងហាប់ជាមួយនឹងគ្រឿងល្អហើយយើងទុកចោលរយៈពេល15នាទីមុននឹងយកទៅចៀនអូខេបន្ទាប់ពីប្រឡាក់រួចហើយយើងទុកវាចោលរយៈពេល15នាទីដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្រឿងបន្ទាប់មកយើងធ្វើការហាន់មើមខ្ទឹមក្រហមហើយមើមខ្ទឹមក្រហមធំនេះដែរយើងយកមកដើម្បីងាយស្រួលហាន់ហើយញ៉ាំព្រោះជាស្រដៀងជាមួយនឹងខ្ទឹមក្រហមតូចដែរប៉ុន្តែខ្ញុំចូលចិត្តខ្ទឹមក្រហមនេះជាងវាអត់សូវឈ្ងុយក្លិនខ្លាំង អូ
យើងហាន់វាជាបន្ទះស្ដើងៗបែបនេះដើម្បីងាយស្រួលយកទៅឆា ឥឡូវនេះយើងធ្វើការដាំខ្ទឹមសដើម្បីយកទៅចិញ្ច្រាំនិងរំលីងយកជាតិឈ្ងុយ ឥឡូវនេះយើងធ្វើការហាន់ក្រូចឆ្មាលឿងការយកក្រូចឆ្មាលឿងយកមកឆាបែបនេះគឺវាអត់សូវមានជាតិហាងហើយសម្បកវាឈ្ងុយទៀតនៅពេលដែលអ្នកទាំងអស់គ្នាហាន់ហើយសូមឆ្កឹះគ្រាប់ចេញពីក្រូចនោះឲ្យអស់ព្រោះបើមិនអញ្ចឹងទេនឹងមានជាតិល្វីងចេញពីគ្រាប់នោះ ឥឡូវនេះយើងយកខ្ទឹមសដែលយើងចិញ្ច្រាំនឹងហើយយកទៅលីងដើម្បីយកក្លិនឈ្ងុយហើយបន្ទាប់មកទៀតចាំយើងធ្វើការដាក់មាន់ចូលដើម្បីចៀន
ហើយមុននឹងចៀនសាច់អ្វីមួយខ្ញុំទម្លាប់ដាក់ម្សៅបំពងចូលបន្តិចដើម្បីឲ្យស្បែកមិនថាស្បែកមួនស្បែកត្រីអីទេគឺឈ្ងុយហើយវាក្រៀមស្រួយឆ្ងាញ់ល្អអូខេឥឡូវខ្ញុំធ្វើការដាក់មួនដែលយើងប្រឡាក់ហើយហ្នឹងដាក់ចូលទៅនៅខ្ញុំដាក់ខាងស្បែកមុនដល់ចៀនមួននេះដែរយើងអាចប្រើភ្លើងបង្ខំបានទេបើមិនចឹងទេមួនយើងនឹងមិនឆ្អិនល្អហើយវាឆាប់ខ្លោចទៀតឥឡូវហ្នឹងភ្លើងមួនយើងឆ្អិនហើយចឹងយើងធ្វើការយកកន្ត្រៃកាត់វាជាដុំល្មមដើម្បីយកទៅឆាឲ្យវាឆាប់ចូលជាតិហើយទាំងអស់គ្នាក៏អាចប្រើវិធីមួយទៀតដោយយកសាច់មួនដែលប្រឡាក់ហ្នឹងយកទៅហាន់ហើយយកមកចៀនប៉ុន្តែចំពោះខ្ញុំចូលចិត្តធ្វើបែបនេះជាងដើម្បីឲ្យស្បែកមួនវាអត់បែកទៅណាហើយវាឆ្អិនស្មើសាច់គ្នាល្អឥឡូវយើងធ្វើការដាក់ចំណិតក្រូចឆ្មាលឿងចូលហើយបាទមួយសន្ទុះយើងដាក់ទឹកឃ្មុំមួយស្លាបព្រាបាយចូលបន្ទាប់មកយើងធ្វើការច្របល់វាចូលគ្នាជាមួយនឹងភ្លើងមាន់របស់យើងដើម្បីឲ្យចេញជាតិជូរអែមហ្នឹងចូលទៅក្នុងសាច់មាន់របស់យើងអូខេបានរៀងមួយសន្ទុះដែរខ្ញុំធ្វើការចាក់ខ្ទឹមក្រហមរបស់យើងចូលហើយយើងធ្វើការឆាច្របល់ដើម្បីឲ្យខ្ទឹមក្រហមរបស់យើងឆ្អិនល្អជាមួយនឹងសាច់មាន់របស់យើង
កន្លែងនេះយើងចាក់ទឹកស៊ីអ៊ីវថែមកន្លះស្លាបព្រាបាយថែមប្រេងខ្យងបន្តិចដើម្បីយើងធ្វើការច្របល់វាចូលគ្នាម្ដងទៀតដើម្បីឲ្យចូលជាតិជាមួយនឹងសាច់មួននិងបន្លែរបស់យើងល្អហើយឆ្អិនហើយយើងធ្វើការកាត់ជីវ៉ាន់ស៊ុយដាក់ចូលហើយជីវ៉ាន់ស៊ុយនេះមិនចាំបាច់ឲ្យឆ្អិនខ្លាំងពេកទេតែមួយស្រពាប់យើងអាចលើកឡើងបានហើយអូខេមករំលីងរបស់យើងរួចរាល់ហើយខ្ញុំធ្វើការដួសដាក់ចានអូខេមករបស់យើងរួចរាល់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូរបស់នាងខ្ញុំសូមធ្វើការជួយ like និង subscribe វីដេអូទាំងអស់គ្នាដើម្បីទទួលបានវីដេអូមុខម្ហូបថ្មីៗប្រចាំថ្ងៃជាមួយមនុស្សជាទីស្រឡាញ់របស់យើងអរគុណ